ចាសសូមជម្រាបសួរប្រិយមិត្តជាទីមេត្រីចាថ្ងៃនេះសូមនាំអារម្មណ៍ចាប្រិយមិត្តមកយល់ដឹងអំពីក្បាច់គុណល្បុក្កតោដែលជាក្បាច់គុណខ្មែរមានប្រវត្តិរាប់ពាន់ឆ្នាំមកហើយចាក្បាច់គុណល្បុក្កតោគឺជាក្បាច់គុណមួយដែលជនជាតិថៃមួយចំនួនតែងតែយល់ច្រឡំថាក្បាច់គុណល្បុក្កតោជាការចម្លងចេញពីក្បាច់គុណថៃដែលមានឈ្មោះថាមួយប៉ុន្តែការពិតវាមិនមែនទេក្បាច់គុណល្បុក្កតោជារបស់ខ្មែរពិតមានប្រវត្តិយូរលង់ណាស់មកហើយសូម្បីតែនៅតាមជញ្ជាំងប្រាសាទរបស់ខ្មែរក៏មានបង្ហាញដែរក្បាច់គុណខ្មែរគឺមានអាយុកាលរាប់ពាន់ឆ្នាំមកហើយបុព្វបុរសខ្មែរបានបង្កើតក្បាច់គុណយ៉ាងសម្បូរបែបពោលគឺនៅពេលដែលអរិយធម៌ខ្មែរបានគ្របដណ្ដប់លើតំបន់ផ្សេងដែលនៅជុំវិញហើយក្បាច់គុណយើងក៏មានការហូរហៀទៅដល់ទីនោះនៅពេលដែលអាណាចក្រខ្មែរបានដួលរលំមិនបានធ្វើការផ្សព្វផ្សាយនិងពង្រីកក្បាច់គុណទាំងអស់នោះទេក្រោយមកប្រទេសដែលនៅជិតខាងឬប្រទេសមួយចំនួនដែលទៅនឹងកកើតថ្មីបានចម្លងអរិយធម៌ខ្មែរវប្បធម៌ខ្មែរនិងក្បាច់គុណផងដែរហើយប្រទេសទាំងនោះបានយកទៅប្រើហើយអះអាងថាជារបស់ខ្លួនចំពោះអ្វីក៏ដោយមិនអាចលាក់បាំងការពិតបាននោះទេឲ្យតែយើងចំណាយពេលក្នុងការស្រាវជ្រាវនោះច្បាស់ជារកឃើញការពិតដោយឡែកក្បាច់គុណមួយរបស់ខ្មែរគឺក្បាច់គុណល្បុក្កតោដែលមនុស្សមួយចំនួនយល់ច្រឡំថាចម្លងពីក្បាច់គុណរបស់ថៃបើយោងទៅតាមការស្រាវជ្រាវក្បាច់គុណល្បុក្កតោជារបស់ខ្មែរពិតប្រាកដដោយមានភស្តុតាងជាក់ស្ដែងនៅនឹងជញ្ជាំងប្រាសាទរបស់ខ្មែរនៅក្នុងប្រវត្តិសាស្ត្រក្បាច់គុណល្បុក្កតោមានអាយុកាលរាប់ពាន់ឆ្នាំមកហើយមុនសម័យកាលអង្គរទៅទៀតគេជឿថាអ្នកភូមិនិងអ្នករស់នៅតំបន់ជ្រលងព្រៃភ្នំបានយកក្បាច់គុណនោះមកបំបែកជាសាច់ក្បាច់រហូតទៅដល់ជាង 10000 ក្បាច់ដោយរួមមានការប្រើជង្គង់កែងស្មងការប្រយុទ្ធនៅលើដីនិងការប្រយុទ្ធជាច្រើនទៀតរួមទាំងការប្រើអាវុធជាដើមជាមធ្យោបាយដើម្បីការពារខ្លួននិងប្រយុទ្ធជាមួយសត្រូវតាមប្រវត្តិសាស្ត្រដែលមានចាឆ្លាក់នៅលើជញ្ជាំងប្រាសាទក្បាច់គុណល្បុក្កតោនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសម័យកាលព្រះបាទសូរ្យវរ្ម័នទី2ដែលជាស្ដេចសង្គ្រាមដ៏អស្ចារ្យរបស់ខ្មែរកាលពីសតវត្សទី11និងសតវត្សទី12ក្បាច់គុណល្បុក្កតោនេះមិនមែនទៅតែយកទៅប្រកួតនៅក្នុងកីឡាទ្វីបអាស៊ីក្នុងពេលថ្មីនេះទេតែកាលពីទសវត្សរ៍ឆ្នាំ1970អត្តពលិករបស់កម្ពុជាយើងចំនួន2រូបក៏ធ្លាប់បានទទួលបានមេដាយប្រាក់នៅក្នុងការប្រកួតកីឡាទ្វីបអាស៊ីផងដែរក៏ប៉ុន្តែដោយសារតែប្រទេសយើងមានសង្គ្រាមជាបន្តបន្ទាប់ដូច្នេះហើយបានជាមានការអាក់ខាននៅក្នុងការនាំយកកីឡាដ៏ល្បីរបស់ខ្មែរគឺកីឡាប្រដាល់ល្បុក្កតោទៅសម្ដែងឬប្រយុទ្ធនៅលើឆាកអន្តរជាតិក្បាច់គុណល្បុក្កតោមានមេគុណចំនួន12ទ្វារពីទ្វារទី1ដល់ទ្វារទី8ត្រូវបានហៅថារហយុទ្ធដែលរហយុទ្ធនេះត្រូវបានគេប្រើកាយសម្បទាប្រយុទ្ធដូចជាក្បាច់ដោយប្រើដៃដោយប្រើជើងរីឯទ្វារ9ដល់ទ្វារ10ត្រូវបានគេឲ្យឈ្មោះថាអថញ្ញយុទ្ធដែលមានន័យថាច្បាប់វាយប្រហារដោយគ្រឿងសស្ត្រាវុធដែលមានទាំងដំបងដាវកាំបិតលំពែងនិងបាញ់ធ្នូជាដើមរីឯទ្វារទី11និងទ្វារទី12ត្រូវបានគេហៅថាអថមន្តយុទ្ធដែលមានន័យថាជាច្បាប់ប្រយុទ្ធដែលប្រើប្រាស់ដួងវិញ្ញាណត្រង់ចំណុចនេះមានន័យថាអ្នកចម្បាំងល្បុក្កតោអាចប្រើប្រាស់បានគ្រប់សម្ភារៈដែលប្រទះនៅក្នុងដៃជាគុណខែលការពារខ្លួននិងការប្រើដើម្បីវាយប្រហារទៅលើសត្រូវដែលជាដៃគូផង
រួមមានដូចជាពូថៅគប់កូនកំបិតគប់កងចាក់ការវាយដោយក្រមានិងការវាយដោយខ្សែតីជាដើមក្បាច់គុនល្បុក្កតោមិនត្រឹមតែបង្ហាញនៅចម្លាក់ជញ្ជាំងប្រាសាទនោះទេក៏មានបង្ហាញនៅក្នុងទេវកថាឥណ្ឌូគឺរឿងដែលនិយាយអំពីអវតាររបស់ព្រះវិស្ណុដែលមានឈ្មោះថានរសិង្ហធ្វើការប្រយុទ្ធជាមួយយក្សដ៏អស្ចារ្យមួយមានឈ្មោះថាហេរណយក្សស៊ីបុបើនិយាយពីកម្រិតក្បាច់គុនល្បុក្កតោវិញត្រូវបានគេបែងចែកជាពីរកម្រិតដោយសម្គាល់ទៅលើក្រមាចងក្បាលចំនួន7ពណ៌នៃក្រណាត់សូត្រទាំង7នោះមានពណ៌សពណ៌បៃតងពណ៌ខៀវពណ៌ក្រហមពណ៌ត្នោតពណ៌ខ្មៅនិងពណ៌មាសក្រណាត់សូត្រចងក្បាលនីមួយតំណាងឲ្យយុទ្ធគុណក្រមមួយមានន័យថាជាតំណាងឲ្យច្បាប់ប្រយុទ្ធមួយតួយ៉ាងកម្រិតពណ៌សរាប់ពីមេគុណ5ក្បាច់បាតដៃកណ្ដាប់ដៃក្រញាំដៃម្រាមដៃកែងដៃហើយក្នុងមួយក្បាច់ចែកចេញជាច្រើនស្នៀតទៀតឧទាហរណ៍ដូចជាការប្រើប្រាស់កែងមានដូចជាកែងរុញកែងស្របកែងខ្វែងកែងបត់កែងពុះកែងបុករះកែងបុកចំហៀងកែងកោះកែងខោកកែងញុលកែងសោកកែងសោកពុះជាដើមដូច្នេះប្រជាជនថៃនិងប្រជាជនខ្មែរមួយចំនួនគួរតែលែងមានចម្ងល់ទៀតហើយថាក្បាច់គុនល្បុក្កតោរបស់ខ្មែរចម្លងពីថៃឬក៏ថៃចម្លងពីខ្មែរនេះជាការស្វែងយល់ពីការពិតតាមរយៈការស្រាវជ្រាវអ្វីក៏ដោយយើងមិនអាចចេះតែជឿតាមគ្នាឬដោយជំនឿដោយផ្អែកទៅលើផលប្រយោជន៍របស់ខ្លួនឬក៏ជាតិខ្លួននោះទេប៉ុន្តែវាត្រូវតែឆ្លងកាត់ការសិក្សាស្រាវជ្រាវឲ្យបានច្បាស់លាស់ជាមុនសិនសូមបងប្អូនកុំភ្លេចជួយផ្សព្វផ្សាយគុនខ្មែរឲ្យពិភពលោកបានស្គាល់បានដឹងថាគុនខ្មែរមានលក្ខណៈអស្ចារ្យប៉ុណ្ណាចាប្រិយមិត្តជាទីមេត្រីវីដេអូដែលនិយាយអំពីក្បាច់គុនល្បុក្កតោនៅពេលនេះក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណប្រិយមិត្តដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះចាសូមប្រិយមិត្តជួយ Subscribe Channel YouTube នាងខ្ញុំម្នាក់មួយផងចាដើម្បីទទួលបាននូវវីដេអូថ្មីៗចាពេលនេះនាងខ្ញុំក៏សូមអរគុណសូមជម្រាបលា